បាទជំរាបសួរណាមីងបាទណាមីងជួយអាចជម្រាបឈ្មោះណាមីងនិងភូមិឃុំណាមីងថានៅខេត្តណាដែរណាមីងខ្ញុំនៅភូមិចេកស្វាយរៀងខេត្តស្វាយរៀងបាទមីងបាទប៉ុនណាមីងប្រើជាមួយនឹងអសខាធានណាមីងមានអាការធ្វើទុកយ៉ាងម៉េចដែរខ្ញុំឈឺឆ្កែហើយនឹងពីមុខឈឺទាំងថ្ងាសហ្នឹងណាគ្រូហើយដល់ពេលហើយវាចេះតែក្តៅបាត់ជើងមកក្តៅអញ្ចឹងទៅហើយដល់ពេលលឺខ្សែរ៉ាឌីយ៉ូខ្ញុំក៏ចាប់ដើមមកជាវថ្នាំពីប្អូនហ្នឹងទៅបាទមីងបាទណាមីងពាក់ព័ន្ធនឹងការបញ្ហាម្រងនោមរបស់មីងគឺវាឈឺទៅលើខ្នាតមីងក្តៅហ្នឹងក្តៅចាពេលបាត់ជើងមកក្តៅកាហាយអញ្ចឹងណាចាហើយព្រោះដូចថារៀនក្បោអញ្ចឹងទៅយើងបាត់ជើងដាក់ខោអញ្ចឹងណាប៉គ្រូហើយក៏ខ្ញុំឮថាថ្នាំបកែខ្ញុំក៏មកសាកមើលមិនដងដល់សាកទៅវាគ្រាន់បើមែនបាទមីងមួយថ្ងៃនោមប្រហែលដងដែរនោមទឹកហ្នឹង10ដងជាង10ដងថ្ងៃបើយប់ត្រឹម7 8ដងជួននេះ10ដងតាមយើងហូបច្រើនទៅហូបតិចអញ្ចឹងទឹកណាបាទមីងដែរឃើញថាទឹកនោមរបស់មីងមានឃើញរឿងខាប់ឬក៏ចាកាលពីមុនវារៀងក្បោដែរដល់ពេលហើយទៅក៏វាទឹកនោមថ្លាធម្មតាអញ្ចឹងណាវាមិនសូវជាឈឺចាប់ដូចមុនទេបាទមីងមានបញ្ហាម្រងនោមហ្នឹងឈឺរយៈពេលប្រហែលឆ្នាំដែរហើយខ្ញុំប្រហែលជា2ឆ្នាំ3ឆ្នាំហើយប្រហែលជា3ឆ្នាំចាក្នុងឡុងពេលដែលឈឺរយៈពេល2ឆ្នាំមីងចំណាយទឹកប្រាក់ប្រហែលដែលមើលថាជំងឺដែលមិនបានធូរថាស្បើយហ្នឹងប្រហែលទៅម្រងអស់1លាន2លានអញ្ចឹងណាមួយកន្លែងអញ្ចឹងណាឆ្នាំពេទ្យហើយមកឆ្នាំខ្មែររៃរងចាប់គេថាកម្រងនោមអញ្ចឹងណាគ្រូហើយដល់ពេលហើយចេះតែទិញហូបអញ្ចឹងទៅដល់ពេលវាមិនបាត់ពេលបាត់ទៅវារើឡើងវិញអញ្ចឹងទៅក៏លឺផ្សាយអញ្ចឹងក៏ខ្ញុំតាមសាក់ប្រើចាសាក់មើលចាបងអូនហ្នឹងអញលឺតាមរថយន្តតែវាមិនជាខ្ញុំថាមិនទេសាក់មើលអងហើយវាឲ្យសាក់ទៅមកម្ដង2កំប៉ុងម្ដង1កំប៉ុងតាមមានលុយមានគ្មានលុយអញ្ចឹងណាគ្រូបាទអញ្ចឹងមីងសង្កេតឃើញថាតាំងពីបានប្រើជាមួយនឹងសត្វថាកូធីនេះគឺមីងបានធូរបានច្រើនបាទមីងចាធូរច្រើនថាទីហ្នឹងប្រើបានប្រហែលថ្ងៃដែរឃើញការ៉ាត់នឹងធូរប្រើប្រហែលជាបានកន្លះខែធូរគ្រូកន្លះខែឃើញធូរហ្មងចាបាទព្រោះយើងមកយប់យើងហត់បាត់ជើងដល់ពេលយើងញ៉ាំហូបអាហ្នឹងទៅក៏វាធូរមកយប់អី2ដង3ដងអញ្ចឹងនឹងយប់បើថ្ងៃវាពេលណាយើងហូបទឹកច្រើនអញ្ចឹងវាបាត់យើងញាប់ចាឥឡូវធូរបានច្រើនណាស់មិញណាចាធូរបានច្រើនហើយធូរបានទៅលើខាងជួបចិត្តបានវាដូចថាវាមិនសូវឈឺចុកចាប់ក្នុងខ្លួនអីពេកអញ្ចឹងណាគ្រូកាលពីមុនហូបមិនបានដេកមិនបានអញ្ចឹងឥឡូវហូបបានដេកក៏គ្រាន់បើ